ថ្មីនេះតៃវ៉ាន់បានធ្វើការរៀបចំសមយុទ្ធសង្គ្រាមប្រចាំឆ្នាំខ្នាតធំតែម្ដងបងប្អូនដែលបានប្រើប្រាស់យន្តហោះចម្បាំង Merrick របស់ប្រទេសបារាំងដែលយន្តហោះនេះផងដែរគឺត្រូវបានរចនាឡើងមកដើម្បីធ្វើការបង្ហាញនៅក្នុងការផ្លាស់ប្ដូរបំពាក់អាវុធយ៉ាងឆាប់រហ័សតែម្ដងបន្ទាប់មកនឹងបញ្ជូនទៅលើអាកាសវិញដើម្បីធ្វើបេសកកម្មបន្តទៀតនៅពេលដែលមានអាសន្នភ្លាមៗកាលពីថ្ងៃពុធសប្តាហ៍នេះតៃវ៉ាន់បានធ្វើការចាប់ផ្ដើមសមយុទ្ធរបស់ខ្លួនខ្នាតធំរយៈពេល10ថ្ងៃឯណោះដើម្បីធ្វើការត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងការវាយប្រហារណាមួយដែលអាចកើតឡើងពីប្រទេសចិនដែលកន្លងមកចាត់ទុកកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យដូចជាទឹកដីរបស់ខ្លួនហើយបានសន្យានឹងនាំយកមកវិញស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំងប្រសិនបើចាំបាច់ដូច្នេះហើយតៃវ៉ាន់គេមិនយល់ព្រមទេបងប្អូនរដ្ឋាភិបាលរបស់តៃវ៉ាន់បានធ្វើការបដិសេធតែម្ដងចំពោះអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងនេះហើយក្រុមនាវិកតៃវ៉ាន់ក៏បានធ្វើការភ្ជាប់មីស៊ីលអាកាសទៅកាន់អាកាស Magic 2 ហើយនឹង Mica ដែលបានបំពាក់នៅក្រោមយន្តហោះចម្បាំង Merrick របស់ប្រទេសបារាំងនោះឯងបងប្អូនដូច្នេះហើយកងទ័ពរបស់តៃវ៉ាន់គេបានធ្វើការត្រៀមលក្ខណៈយ៉ាងម៉ឺងម៉ាត់តែម្ដងនៅក្នុងការធ្វើសមយុទ្ធនេះសម្រាប់ការឈ្លានពានពីប្រទេសចិនមកលើទីក្រុងតៃប៉េដោយពួកគេបានប្រើប្រាស់របាំងបន្លាលួសបាវខ្សាច់ដើម្បីធ្វើការហាត់សមពិតតែម្ដងបងប្អូនក៏ព្រោះតែយន្តហោះចម្បាំងរបស់ប្រទេសចិនហ្នឹងបានធ្វើការហោះហើរក្រឡឹងជុំវិញកោះតៃវ៉ាន់ហ្នឹងស្ទើរតែរាល់ថ្ងៃតែម្ដងបងប្អូនអញ្ចឹងការធ្វើសមយុទ្ធនេះផងដែរត្រូវបានគេរំពឹងខ្ពស់ថាវានឹងអាចមានការប្រយុទ្ធកើតឡើងណាមួយនៅក្នុងពេលអនាគតតែបងប្អូនគិតបែបណាដែរចំពោះចំនួនរវាងប្រទេសចិនហើយនិងកោះតៃវ៉ាន់កុំភ្លេច comment នៅខាងក្រោមផងហើយជួយ follow page របស់ខ្ញុំម្នាក់មួយផងអរគុណច្រើន